គ្រប់នឹងជម្រាបសួរបងប្អូនពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះស្រីនោះមកធ្វើជាវីដេអូបានទៅកាន់បងប្អូនពុំមីងដែលស្រឡាញ់និស្ស័យខាងចិញ្ចឹមមាន់ស្រែបងប្អូនទីដែរគឺទៅខាងមាន់ចូលចាប់មាន់នៅក្នុងកឋានខ្ញុំបងប្អូនចាសម្រាប់បងប្អូនពុំមីងដែលពួកគាត់ចិញ្ចឹមមាន់ដើម្បីយើងចង់ឲ្យមាន់យើងចិញ្ចឹមទៅចំណេញច្រើននិងលូតលាស់បានខ្លាំងចឹងណាបងប្អូនចាអញ្ចឹងជាទូទៅសម្រាប់បងប្អូនពុំមីងដែលចិញ្ចឹមសត្វយើងចង់ឲ្យការចិញ្ចឹមសត្វយើងលូតលាស់រលូនហើយយើងចំណេញបានច្រើនចិញ្ចឹមទៅបែបលក្ខណៈវិលជុំចំណេញមួយខែទៅមួយខែគឺយើងលក់មាន់សាច់បានរហូតអញ្ចឹងណាបងប្អូនចាជាទូទៅសម្រាប់បងប្អូនពុំមីងដែលចិញ្ចឹមសត្វបងប្អូនពុំមីងគួររៀនស្វែងយល់ឲ្យគ្រប់ចំណុចទាំងអស់បងប្អូនចាទៅយើងចិញ្ចឹមទៅជោគជ័យនិងលូតលាស់បើមិនជាយើងចិញ្ចឹមសត្វយើងអត់រៀនស្វែងយល់ឲ្យអស់ពីសត្វទេបងប្អូនពុំមីងចិញ្ចឹមទៅក៏អត់បានលូតលាស់ដែរយើងចិញ្ចឹមមកធម្មតាសាមញ្ញធម្មតាអញ្ចឹងបងប្អូនចាអញ្ចឹងជាទូទៅយើងចិញ្ចឹមសត្វដើម្បីឲ្យសត្វយើងលូតលាស់ខ្លាំងហើយយើងចិញ្ចឹមទៅចំណូលចូលប្រចាំខែប្រចាំថ្ងៃអីចឹងអាហ្នឹងគឺយើងត្រូវស្វែងយល់បច្ចេកទេសចិញ្ចឹមដូចជាធុងក៏យើងត្រូវធ្វើបែបណាដើម្បីឲ្យមាន់យើង200ក្បាល300ក្បាល400ក្បាលយើងដាក់ទំហំតាមមាន់ដែរអញ្ចឹងណាអញ្ចឹងយើងត្រូវគុណចែកឲ្យច្បាស់លាស់ជាមួយនឹងការធ្វើទ្រុងកូនមាន់ផ្សេងទ្រុងមាន់សាច់ផ្សេងទ្រុងមេបាពូជផ្សេងអញ្ចឹងជាទូទៅយើងត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ក្នុងការចិញ្ចឹមហើយការធ្វើអនាម័យកម្រិតនៃការធ្វើអនាម័យឧទាហរណ៍ថាមាន់យើងដែលយើងចិញ្ចឹមនៅក្នុងកឋានយើងតែយើងត្រូវធ្វើអនាម័យបែបណាទៅលើមាន់បែបណាអីបែបណាអញ្ចឹងអាហ្នឹងគឺយើងត្រូវតែស្វែងយល់ឲ្យអស់បានយល់ដឹងច្បាស់ទាំងអញ្ចឹងបងប្អូនចាអញ្ចឹងមកចំណុចមួយទៀតដែលបងអំពូមីងត្រូវតែស្វែងយល់ដូចជាការធ្វើវ៉ាក់សាំងវ៉ាក់សាំងគឺសំខាន់បងប្អូនចាបងពូមីងខ្លះគាត់គិតថាវ៉ាក់សាំងអត់សំខាន់ប៉ុន្តែវ៉ាក់សាំងធ្វើទៅលើមាន់គឺសំខាន់ខ្លាំងណាស់បងប្អូនចាវ៉ាក់សាំងយើងធ្វើទៅលើមាន់ទាឬក៏ធ្វើទៅលើសត្វយើងគឺវាការពារជួយទៅដល់អង្គតិកការពារទៅដល់សត្វអញ្ចឹងជាទូទៅគេផលិតវ៉ាក់សាំងមកតែអីដើម្បីផលិតមកគឺជួយទៅដល់មាន់ហ្នឹងហើយបងប្អូនចាអញ្ចឹងបើសម្រាប់បងពុំមីងចិញ្ចឹមសត្វយើងត្រូវស្វែងយល់ពីការធ្វើទៅដល់សត្វយើងដែរបើមិនជាយើងអត់ធ្វើវ៉ាក់សាំងទៅលើមាន់ឬក៏ទាយើងការចិញ្ចឹមក៏ជួបជំងឺច្រើនដែរអញ្ចឹងជាទូទៅយើងចិញ្ចឹមសត្វយើងធ្វើវ៉ាក់សាំងធ្វើអីបានត្រឹមត្រូវអញ្ចឹងណាបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំធ្វើវ៉ាក់សាំងមាន់រំលឹកទៅលើមាន់ទៅលើមេបាពូជទៅលើទាអីចឹងគឺយើងត្រូវតែធ្វើទាំងអស់បងប្អូនចាខ្ញុំអត់មានបោះបង់មកចំណុចណាមួយដែលអត់ធ្វើទេអញ្ចឹងជាទូទៅកាលណាដែលយើងចិញ្ចឹមសត្វយើងធ្វើវ៉ាក់សាំងដើម្បីការពារអង្គតិកទៅលើមាន់ឬក៏ទាយើងឲ្យវាធន់នឹងជំងឺហើយមកចំណុចមួយទៀតដូចថាចំណីទាថាមេបាពូជយើងត្រូវដាក់ចំណីសមបែបណាដើម្បីឲ្យមេបាពូជយើងពងបានច្រើនកាលណាដែលពងច្រើនគឺយើងចំណេញច្រើនហើយវាពេលវាពងច្រើនមកយើងយកពងយកទៅភ្ញាស់អីចឹងយើងដាក់កូនចិញ្ចឹមជាសាច់វិញអាហ្នឹងគឺចំណេញច្រើនបងប្អូនចាដោយសារអីការពងអត្រាពងគឺខ្ពស់អញ្ចឹងជាទូទៅសម្រាប់យើងផ្ទាល់គឺយើងចិញ្ចឹមមេបាពូជយើងត្រូវស្វែងយល់ពីការថែទាំមេបាពូជដែររំលឹកវ៉ាក់សាំងទៅលើមេបាពូជយើងដាក់ថ្នាំឬក៏ចំណីជំនួយទៅដល់កសោមវាអីចឹងទៅចំណីយើងត្រូវដាក់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ដើម្បីឲ្យមេបាពូជយើងសុខភាពល្អអីចឹងណាអញ្ចឹងថ្នាំជំនួយទៅដល់បាអីចឹងទៅបាកាលណាដែលជន់មេខ្លាំងវាធ្វើឲ្យបាហ្នឹងវាអត់សូវមានកម្លាំងអីចឹងណាបងប្អូនចាអញ្ចឹងគឺយើងដាក់បែបហ្នឹងទៅដើម្បីឲ្យវាមានកម្លាំងលូតលាស់មកល្អចឹងណាចាអញ្ចឹងចំពោះចំណីយើងត្រូវមានដូចជាចំណីមាន់សាច់យើងត្រូវមានចិញ្ចឹមអាសូឡាឬក៏មានតកួនមានអីផ្សេងដើម្បីលេខផ្សំគ្នាដើម្បីឲ្យវាកាត់បន្ថយកុំឲ្យស៊ីចំណីអស់ច្រើនអញ្ចឹងកាលណាដែលយើងចិញ្ចឹមទៅវាស៊ីចំណីអស់ច្រើនពេកតម្លៃទីផ្សារហាងឆេងមាន់ដែលវាធ្លាក់កម្រិតដោយការធ្លាក់អញ្ចឹងយើងត្រូវតែកាត់បន្ថយចំណីបងប្អូនចាយើងដាក់បន្លែឲ្យបានច្រើនអញ្ចឹងគឺបន្លែគឺតម្លៃមួយដែលថោកធូរថ្លៃ
តកួនដូចជាសូឡាអីហ្នឹងទៅតែធូរថ្លៃបងប្អូនចាអញ្ចឹងយើងដាក់តឡយមាន់យើងស៊ីទៅអាហ្នឹងវាយើងវាចំណេញបងប្អូនចាចំណេញកន្លែងចំណុចអស់ហ្នឹងជីទូទៅសម្រាប់បងប្អូនពូមីងដែលចិញ្ចឹមសត្វយើងចង់ចំណេញគឺយើងត្រូវធ្វើមកចំណុចអស់ហ្នឹងដែរហ្នឹងគឺអញ្ចឹងបងប្អូនចាហើយមកចំណុចមួយទៀតយើងត្រូវស្វែងយល់ពីការប្រើប្រាស់ថ្នាំការពារជំងឺទៅតាមដំណាក់កាលឧទាហរណ៍ថាឥឡូវកូនមាន់យើងត្រូវដាក់ការពារកូនមាន់យើងពេលដែលកូនមាន់យើងពីតូចមកត្រូវថែទាំកូនមាន់បែបណាឥឡូវថ្នាំមាន់ធំត្រូវថែទាំបែបណាអញ្ចឹងណាបងប្អូនចាអញ្ចឹងបើសាំងត្រូវធ្វើម្ដងថ្នាំកូនមាន់ត្រូវដាក់ការពារទៅលើកូនមាន់ចំនួនប្រមាណដងប្រមាណវគ្គអីចឹងអាហ្នឹងគឺយើងត្រូវស្វែងយល់អស់ដែរបងប្អូនចាអញ្ចឹងទៅយើងចិញ្ចឹមទៅវាលូតលាស់និងជោគជ័យក្នុងការចិញ្ចឹមសត្វចឹងណាបងប្អូនចាហើយមកចំណុចមួយទៀតសម្រាប់បងប្អូនពូមីងដែលចិញ្ចឹមសត្វខ្ញុំគិតថាបងប្អូនពូមីងរៀនស្វែងយល់ឲ្យអស់ស្វែងយល់ពីជំងឺសត្វដែរបងប្អូនចាឥឡូវឧទាហរណ៍ថាសត្វយើងឈឺអីយើងត្រូវដាក់ថ្នាំព្យាបាលវាចំនួនប្រហែលថ្ងៃដើម្បីឲ្យវាជាដាច់កាលណាវាអត់ជាដាច់វារើឡើងមកវិញគឺវាធ្ងន់ធ្ងរខ្លាំងហ្មងអាហ្នឹងងាប់ត្រង់អីចឹងទៅអាហ្នឹងជាទូទៅសម្រាប់បងប្អូនពូមីងដែលគាត់ចិញ្ចឹមសត្វជួបជំងឺច្រើនដោយសារមូលហេតុអស់ហ្នឹងបងប្អូនចាអញ្ចឹងគឺយើងត្រូវដាក់ថ្នាំព្យាបាលទៅលើសត្វយើងឲ្យគ្រប់ចំនួនថ្ងៃឲ្យបានត្រឹមត្រូវបើថាដាក់ឲ្យគឺជាដាច់បងប្អូនចាកុំដាក់តែមួយថ្ងៃអីអញ្ចឹងគឺវាអត់ជាដាច់ហើយវាមកវិញអីអញ្ចឹងគឺហ្នឹងវារើឡើងហើយតែខ្លាំងបងប្អូនចាជាទូទៅសម្រាប់បងដែលចិញ្ចឹមសត្វគឺរៀនស្វែងយល់អស់ទៅបងប្អូនចារៀនស្វែងយល់ពីដូចថាឥឡូវធុងមេបាពូជត្រូវសម្អាតរយៈពេលប្រហែលដងចំពោះមេបាពូជឧទាហរណ៍ថាធុងយើងចិញ្ចឹមធុងមេ6បាមួយអីចឹងអាហ្នឹងយើងត្រូវតែធ្វើបែបណាដើម្បីសម្អាតពេលរយៈពេលប្រហែលដងហើយការធ្វើអនាម័យនេះគឺសំខាន់អញ្ចឹងជាទូទៅបើសិនជាយើងចិញ្ចឹមសត្វយើងអត់ធ្វើអនាម័យឲ្យបានត្រឹមត្រូវការចិញ្ចឹមក៏យើងចិញ្ចឹមទៅជួបបញ្ហាច្រើនដែរអញ្ចឹងសម្រាប់បងដែលចិញ្ចឹមសត្វចង់ទទួលបានជោគជ័យគឺយើងធ្វើចំណុចអស់ហ្នឹងទៅបងប្អូនចាថែទាំរៀនស្វែងយល់ការសំចំណីធ្វើវ៉ាក់សាំងការពារជំងឺដាក់ថ្នាំការពារទៅតាមដំណាក់កាលនិយាយឲ្យចំទៅចំណុចអស់ហ្នឹងគឺយើងសិតតែសំខាន់ទាំងអស់អត់មានចំណុចណាមួយដែលអត់សំខាន់ទេបងប្អូនចាសំខាន់ទាំងអស់បងប្អូនសម្រាប់គេថាចេះមកបរៀនមានបានមកពីការសន្សំពីកាក់សេនទៅអញ្ចឹងយើងមុនតែយើងទៅធ្វើអីមួយបង្កើតជាអាជីវកម្មមួយគឺយើងរៀនស្វែងយល់ពីអាជីវកម្មហ្នឹងឲ្យបានច្បាស់លាស់ដែរបើយើងអត់ច្បាស់លាស់ទៅលើអាជីវកម្មយើងធ្វើទាំងអត់ច្បាស់លាស់ក៏អ្វីបានមកក៏អត់ច្បាស់លាស់ដែរបងប្អូនចាអញ្ចឹងគេថាអ្វីដែលអត់ច្បាស់លើខ្លួនឯងធ្វើអីក៏អត់ច្បាស់ដែរព្រៅលក្ខណៈដូចថាលំការងារបែបលំណាបងប្អូនចាអញ្ចឹងបើយើងចង់ធ្វើការងារមួយដែលជោគជ័យរលូនចិញ្ចឹមសត្វទៅដល់ជោគជ័យមាន់ទាជោគជ័យគឺយើងរៀនស្វែងយល់បច្ចេកទេសឲ្យបានច្បាស់លាស់ទៅបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចិញ្ចឹមសត្វនេះគឺខ្ញុំរៀនស្វែងយល់ច្រើនពីការចិញ្ចឹមសត្វខ្ញុំចិញ្ចឹមខ្ញុំរៀនស្វែងយល់ច្រើនរាល់ថ្ងៃបងប្អូនថាមិនថាខ្ញុំរៀនចប់មហាវិទ្យាល័យនឹងហើយខ្ញុំមកចិញ្ចឹមសត្វ10000ក្បាលជាងហ្នឹងខ្ញុំអត់រៀនបន្តទៀតទេបងប្អូនខ្ញុំរៀនស្វែងយល់បន្ថែមទៀតមិនថាយើងរៀនបែបលក្ខណៈរៀនប៉ុណ្ណឹងឲ្យឈប់ណាបងប្អូនការដែលរៀនគឺរៀនអត់ឈប់អត់ឈរហ្មងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំរៀនស្វែងយល់ពីគន្លឹះសំខាន់យើងធ្វើបែបណាឲ្យជោគជ័យយើងធ្វើបែបណាដើម្បីគ្រប់គ្រងសត្វយើង10000ក្បាលជាងហ្នឹងឲ្យរលូនឲ្យដើរទៅមុខដែលល្អអញ្ចឹងណាបងប្អូនចាអានឹងរាល់ថ្ងៃគឺខ្ញុំធ្វើបែបហ្នឹងបងប្អូនចាបើសិនជាខ្ញុំអត់គ្រប់គ្រងសត្វខ្ញុំបានល្អក៏ខ្ញុំអត់ឈួរជាងនឹងមកដល់ឥឡូវហ្នឹងដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចិញ្ចឹម10000ក្បាលជាងនេះគឺខ្ញុំគ្រប់គ្រងខ្លាំងបងប្អូនចាគ្រប់គ្រងហើយខ្ញុំមានបុគ្គលិកខ្ញុំធ្វើឲ្យខ្ញុំប្រចាំថ្ងៃដែរនិយាយចាំទៅគឺបុគ្គលិកខ្ញុំគាត់ធ្វើឲ្យខ្ញុំប្រចាំថ្ងៃរាល់ថ្ងៃដែរអញ្ចឹងណាបងប្អូនចាបើសិនជាខ្ញុំធ្វើខ្លួនឯងទៅហ្មងគឺខ្ញុំធ្វើទៅអត់រួចទេការងារគឺច្រើនក៏បើដំបូងគឺយើងធ្វើខ្លួនឯងអញ្ចឹងណាបងប្អូនចាប៉ុន្តែមកឥឡូវគឺយើងព្រីយើងធ្វើបន្ថែមច្រើនអញ្ចឹងគឺយើងជួយត្រូវការជួលបុគ្គលិកធ្វើឲ្យយើងប្រចាំថ្ងៃដែរអញ្ចឹងណាបងប្អូនចា